សង្ស័យចាស់ដែលល្អបំផុតគឺសង្ស័យចាស់ដែលបែកគ្នាហើយគឺអត់ឆាតមកហើយថាគេប្លុកយើងហ្មងអាហ្នឹងគឺកាន់តែល្អទៀតមនុស្សភាគច្រើនគាត់ជឿគិតថាចិត្តអាក្រក់មនុស្សចិត្តខ្មៅបែកគ្នាដោយគ្មានអាឡោះអាល័យគ្មាននៅបារម្ភគ្មាននៅចង់ដឹងសុខទុក្ខគេធ្វើបែបហ្នឹងគឺបង្ហាញពីការដែលគេ respect នៅការបែកគ្នាហ្នឹងមិនមែនបែកគ្នាហើយឆាតមកនៅពេលដែលអបសុខបែកគ្នាហើយពេលស្វឹងអញ្ចឹង call មកឬមួយក៏ឆាតមកនៅពេលស្វឹងនិយាយរឿងក្នុងចិត្តឬមួយក៏ពេលដែលខ្លួនឯងពិបាកចិត្តវេទនាអញ្ចឹងនៅតែឆាតមករកសង្ស័យចាស់របស់ខ្លួនឯងពីព្រោះខ្ញុំចង់ដឹងថាការដែលបែកគ្នាហើយនៅរៀងខ្លួនស្ងាត់រៀងខ្លួនដោយអត់ពាក់ព័ន្ធអីជាពាក្យជាពិនអីជាមួយគ្នាគឺវាជាវិធីដែលបែកគ្នាដែលល្អបំផុតហើយអត់ចាំបាច់ថាត្រូវទៅហែកហួរគ្នាឬមួយក៏ត្រូវតានឹកឃើញយើងតែពេលដែលត្រូវការឬមួយក៏យកលេសផ្សេងៗដើម្បីមកជួបយើងឬមួយក៏ដើម្បីចង់ដឹងចង់លឺពីជីវិតរបស់យើងថាបែកគ្នាហើយឥឡូវយើងយ៉ាងម៉េចហើយនៅតែ keep តំណែងជាមួយនឹងគ្នាខ្ញុំចង់ឲ្យអ្នកគ្នាដឹងថាមនុស្សមួយចំនួននៅពេលដែលគេបែកពីយើងហើយគេត្រឡប់មកវិញមិនមែនបានន័យថាគេនៅស្រឡាញ់យើងទេអាចនិយាយបានថាគេចង់បោះចិត្តយើងថាតាគេនៅមានសិទ្ធនៅលើយើងអត់ឬមួយក៏គេត្រឡប់មកព្រោះគេចង់ដឹងថាតែយើងអាចបំភ្លេចគេបានអត់តែយើងពិតជាអាចកាត់ចិត្តពីគេបានអត់ឬមួយក៏ការដែលយើងបែកគ្នាជាមួយនឹងគេលើកនេះវាគ្រាន់តែជាការសម្ដែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ហើយគេត្រឡប់មកគេនៅមានសិទ្ធិនៅក្នុងការផ្សះផ្សាដោយកុងត្រាអញ្ចឹងចប់ហើយតែបន្តសារជាថ្មីតែបើសិនជាយើងដែលយើងបែកជាមួយនឹងគេហើយយើងនៅតែព្រមបន្តកុងត្រានឹងសារជាថ្មីគឺកុងត្រាលើកនេះគឺដូចជាកុងត្រាដែលអត់ក្លឹមផ្សាកុងត្រាដែលយើងប្រៀបដូចជាមនុស្សដែលអត់មានជីវិតពីព្រោះគេចង់មករកក៏បានគេចង់ទៅក៏បានដូច្នេះខ្ញុំចង់លើកទឹកចិត្តថាបើសិនជាបែកគ្នាហើយមិនបាច់ទៅអង្គុយខូចចិត្តទៅនៅពេលដែលសង្ស័យចាស់គេអត់ឆាតមកឬមួយគេប្លុកយើងពីព្រោះវាបង្ហាញពីគោលចំហច្បាស់លាស់របស់គេដែលគេច្បាស់លាស់ជាមួយនឹងខ្លួនឯងហើយមនុស្សដែលគេស្រឡាញ់យើងពិតឬមួយក៏គេពិតជាមានបំណងល្អជាមួយនឹងយើងពិតមែននៅពេលដែលបែកពីយើងហើយគឺគេអត់ចង់យកបេះដូងយើងមកលេងសើចឬមួយមកជន់ឈ្លីដើម្បីឲ្យយើងមានអារម្មណ៍ថានៅតែមានសង្ឃឹមទេពីព្រោះ100លើ100ខ្ញុំគិតថាបើសិនជាសង្សារចាស់នៅតែបន្តឆាតនៅតែបន្តនិយាយគ្នាឬមួយក៏ share every day ជាមួយនឹងគ្នាគឺយើងខ្លួនយើងเนี่ยប្រកាសជានៅមានកូនចិត្តមួយដែលថានៅមានសង្ឃឹមជាមួយនឹងតំណែងហ្នឹងដូច្នេះការដែលគេ block គឺល្អបំផុតហើយខ្ញុំព្យាយាមប្រាប់អ្នកគ្នាថា block center ចាំពេល move on បានហើយឬមានសង្សារថ្មីរៀងខ្លួនហើយឬមួយក៏គិតថា okay everything is fine ហើយចាំ unblock ក៏បានដែរបើសិនជាយើងគិតថាយើងពិតជាចង់ make friend ជាមួយនឹងម្នាក់ជាមួយនឹងសង្សារចាស់មែនអូខេ